ស្វាគមន៍មកកាន់ស្ដុបមិត្តភាពកម្ពុជាវៀតណាមក្នុងទីក្រុងភ្នំពេញដែលជាទីតាំងសំខាន់ក្នុងរាជធានីកម្ពុជាដែលចែងចាំងដោយឯកភាពនិងប្រវត្តិសាស្ត្រវិមានមិត្តភាពកម្ពុជាវៀតណាមត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1979រំលឹកដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងគ្រាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រដែលជានិមិត្តរូបនៃជំនឿរបស់ភាគីទាំងពីរក្នុងការស្វែងរកសន្តិភាពនិងវិបុលភាពរួមគ្នាការរចនានៃវិមាននេះរួមបញ្ចូលគ្នានូវរចនាបថស្ថាបត្យកម្មខ្មែរនិងវៀតណាមជាមួយនឹងសោថ្មកណ្ដាលដ៏ខ្ពស់ឆ្លាក់ដោយផ្កាឈូកនិងលំនាំប្រពៃណីដែលជានិមិត្តរូបនៃសន្តិភាពនិងក្តីសង្ឃឹមនៅលើជើងទម្ររូបសំណាកទាហានខ្មែរនិងវៀតណាមឈរក្បែរគ្នាបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងប្រជាជនទាំងពីរក្នុងព្យុះនៃប្រវត្តិសាស្ត្រដែលកំពុងតែរំកិលទៅមុខវិមានចាំងពន្លឺថ្ងៃក្នុងទីក្រុងភ្នំពេញហើយផ្នែកខាងក្រៅពណ៌មាសបញ្ចេញនៅមន្តស្នេហ៍ដ៏ឧឡារិកនៅពេលយប់ពន្លឺទន់បង្ហាញពីគ្រោងរបស់វាคล้ายជាចំណុចប្រសព្វដ៏ស្ងប់ស្ងាត់ក្នុងទិដ្ឋភាពពេលយប់របស់ទីក្រុងហ៊ុំព័ទ្ធដោយសួនច្បារដែលមានតុបតែងយ៉ាងស្អាតនិងដើមត្នោតដែលរំកិលឡើងវាជាកន្លែងដ៏ល្អសម្រាប់ដើរសម្រាកនិងធ្វើសមាធិស្តុបមិត្តភាពកម្ពុជាវៀតណាមមិនត្រឹមតែជាអគារប៉ុណ្ណោះទេថែមទាំងជាសាក្សីដ៏អស់កល្បនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរមិនថាអ្នកជាអ្នកប្រវត្តិសាស្ត្រឬជាអ្នកធ្វើដំណើរដែលចង់ស្វែងយល់ពីខ្លឹមសារប្រវត្តិធម៌នៃរាជធានីភ្នំពេញទេអ្នកអាចទទួលបាននូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជានិងវៀតណាម